Ngày tí 7 នៃការសរសេរសៀវភៅកាលាតូចថ្ងៃនេះក៏អត់ខុសពីថ្ងៃម្សិលមិញដែរគាត់នៅភ្ញាក់ពីគេងមកអ្នកគ្រូតូចទាញសៀវភៅទាញខ្មៅដៃសរសេរអក្សរឆអាចថាជាទម្លាប់របស់គាត់ណាដោយសារចូលមកដល់ថ្ងៃនេះបាន7ថ្ងៃហើយអញ្ចឹងជាទូទៅចាប់ពី7ថ្ងៃឡើងទៅគឺខ្លាយជាទម្លាប់អីព្រោះដោយសារចង់កិច្ចក៏កិច្ចអត់រួចដែរណាត្រូវតែធ្វើនិយាយលេងទេមិនជាការបខំទេតែបើយើងទុកពេលវេលាចោលពេញមួយថ្ងៃហ្នឹងក៏អត់មានបានប្រយោជន៍សាច់ខាយដែរអញ្ចឹងយើងមានតែជួយគាត់ឲ្យគាត់ធ្វើអីដែលមានប្រយោជន៍ទៅល្អសម្រាប់គាត់ខ្លួនឯងទេមិនថាជាកូនដែលសរសេរអក្សរដែលស្ទាត់តែសំបីតែអ្នកវាយសម្លេងហ្នឹងក៏យ៉ាងស្ទាត់ជាងមុនដែរពួកបាន7ថ្ងៃដែរពីមុនធ្លាប់គិតថាក្មេងអាយុត្រឹមតែ3 4ឆ្នាំអីហ្នឹងមិនបខំឲ្យគាត់រៀនទេឲ្យគាត់ធ្វើអីស្អីតែគាត់ទៅគាត់ចង់លេងគាត់ចង់ធ្វើអីស្អីតែចិត្តឲ្យតែកូនបានសុបាយម្ដាយបានតនេធ្វើការងារផ្សេងតែការគិតបែបហ្នឹងគឺខុសក្មេងតែលើសពី3ឆ្នាំឡើងទៅគឺគាត់លេងនិយាយលេងស្ដាប់គ្នាបានហើយដោយសារគាត់ខ្លាចជាក្មេងអត់មានទម្លាប់ល្អគឺចន្លោះពីគាត់កើតមកដល់អាយុ3ឆ្នាំហ្នឹងតែបើ3ឆ្នាំឡើងហើយមិនថាគាត់កែបានទេតែអត់ស្រួលកែដូចនៅខំអាយុ3ឆ្នាំអញ្ចឹងយើងអាចបដូរពីការលេងមកការរៀនបែបលេងបែបរៀនបើយើងទុកគាត់ចោលឲ្យគាត់លេងអីតាមតែចិត្តអញ្ចឹងពេលខ្លះរួចមួយថ្ងៃទៅតែអត់បានអីទេតែបើសិនជាយើងផ្លាស់ប្ដូរពីការលេងរៀនបែបលេងអញ្ចឹងយើងបានរៀនផងយើងបានលេងផងមើលតែកូនលេងអីឲ្យមានប្រយោជន៍ចាំយើងឲ្យលេងអញ្ចឹងហើយអត់ខាតបានទាំងរៀនបានទាំងលេងគាត់អត់ធុញហើយធ្វើឲ្យការរៀនរបស់គាត់ដូចជាការលេងរបស់គាត់ដូចជាការរៀនដែរ